រៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុនសេរីសួស្តីមួម៉ៅច្រើនសេរីរត់ចេញរីករាយវិញសេរីរត់ចូលជាទូទៅយើងឲ្យតម្លៃសេរីសួស្តីទៅលើរឿងល្អល្អរឿងសប្បាយសប្បាយមានលៀបមានជ័យជាដើមតែគួរចងចាំថាផលល្អទាំងនោះកើតឡើងអាស្រ័យហេតុល្អហេតុដែលជាកុសលដែលអ្នកខិតខំប្រព្រឹត្តធ្វើពីមុនមកហេតុនៃសេរីសួស្តីនោះមានដូចជាការសេពគប់ត្រូវការតស៊ូព្យាយាមក្នុងកិច្ចការងារដែលអ្នកធ្វើការរៀនសូត្របង្កើនចំណេះដឹងការចេះគួសមរស់រាយរាក់ទាក់ការចេះចែករំលែកដល់អ្នកលំបាកការចិញ្ចឹមមេត្តាបិតាសេចក្តីអត់ធន់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់ចិត្តធ្ងន់ចិត្តរស់រាយចិត្តឃ្លាវខ្លាជាដើមទាំងនោះគឺជាហេតុដើមនៃសេរីសួស្តីព្រោះសេរីសួស្តីនោះជាឈ្មោះនៃចិត្តល្អចិត្តជាកុសលចិត្តរីករាយជ្រះថ្លានោះឯងអ្នកបានសាងនៅហេតុនៃសេរីសួស្តីនោះសេរីនឹងរត់មករកអ្នកវិញមិនពិបាករត់តាមវាប៉ុន្មានទេឬក៏មិនពិបាកដើរសួរគ្រូហៅពេកដែររៀនរីករាយទទួលថ្ងៃថ្មីដោយចិត្តស្រស់ស្រាយក្នុងសេចក្តីល្អបើអ្នកគ្មានអ្វីច្រើនយ៉ាងហោចណាស់អ្នកនៅមានជីវិតរស់បន្តមួយថ្ងៃទៀតអ្នកនៅមានដៃមានជើងមានសតិស្មារតីសម្រាប់បំពេញការងារបន្តរៀនរីករាយចំពោះអ្វីដែលអ្នកមានអ្វីដែលអ្នករកបានដោយសុចរិតហើយប្រឹងប្រែងបន្តទៀតតែបើដំណើរជីវិតនេះត្រូវជួបរឿងមិនល្អខ្លះរឿងអពមង្គលខ្លះ
ก็กុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅរឿងនៅតែជារឿងហើយចិត្តកាន់តែស្មុគស្មាញថែមជីវិតតែងជួបបញ្ហាខ្លះអីចឹងឯងទ្រាំទៅបើជួបហើយប្រឹងដោះទៅហើយបើដោះហើយត្រូវដើរហួសទៅមុខទៀតកុំស្ពាយរឿងសំពីងសំពងពេកសិរីសួស្តីមិននៅជាមួយយើងទេទុកពេលវេលាដែលនៅមានសេសសល់សម្រាប់គិតរឿងថ្មីធ្វើការងារថ្មីសាងបុណ្យថ្មីដើម្បីបានសិរីសួស្តីថ្មីហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុកនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុកទាំងកាយទុកទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតអតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយ
អ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុកបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសកេរ្តិ៍ឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបាន
តែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងថឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នកថ្ងៃលៀបថ្ងៃជ័យថ្ងៃល្អគឺជាថ្ងៃដែលអ្នករីករាយចិត្តថ្ងៃដែលអ្នកបានសាងល្អដោយកាយដោយវាចាដោយចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនឹកគុណមេត្តាបិតាចម្រើនសមាធិផ្សាយមេត្តាដល់សពសត្វទម្លាប់ពួរវិចារល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសេរីសួស្តីថ្ងៃមានលាភថ្ងៃមានជ័យថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនល្អមិនអាក្រក់ទេចំណែករាសីអ្នកឡើងចុះអាស្រ័យលើកម្មគឺអំពើដែលអ្នកបានសាងបើអ្នកបានសន្សំបុណ្យល្អច្រើនពីមុនមកហើយបុណ្យនោះដល់ពេលឲ្យផលអ្នកក៏ជួបរឿងល្អរឿងរីករាយ
រកស៊ីបានចម្រុងចម្រើនទៅតែបើពេលបាបចាស់តាមទាន់វិញអ្នកនឹងជួបរឿងមិនល្អរឿងអកុសលឬរកស៊ីខាតលំចុងទៅកម្មគឺលោកសំដៅទៅលើអំពើដែលអ្នកបានសាងពីអតីតផងក្នុងពេលបច្ចុប្បន្នផងកម្មនោះជាអ្នកចាត់ចែងឲ្យអ្នកបានជួបរឿងហេងឬរឿងសោយក្នុងដំណើរជីវិតរបស់អ្នកបើអ្នកខំប្រព្រឹត្តល្អចិញ្ចឹមមេដាបេដាមានចំណេះចេះដឹងច្រើនមានកាយវាចាល្អប្រពៃហើយប្រុងប្រយ័ត្នព្យាយាមក្នុងកិច្ចការងារអ្នកបុណ្យពេលបច្ចុប្បន្ននោះនឹងជួយបើកឱកាសដល់បុណ្យចាស់ចាស់មកឲ្យផលឲ្យអ្នកបានចម្រុងចម្រើនតែបើអ្នកប្រព្រឹត្តអំពើមិនល្អពេលបច្ចុប្បន្នដូចជាដើរផឹកស៊ីប៉ោឡែខ្ជិលច្រអូសធ្វេសប្រហែសកម្មមិនល្អក្នុងពេលបច្ចុប្បន្ននឹងបើកឱកាសឲ្យអកុសលកម្មពីអតីតមកឲ្យផលមិនខានអ្នកនឹងលិចលង់នឹងមិនចម្រុងចម្រើនទៅមុខឡើយព្រោះកម្មបច្ចុប្បន្នក៏មិនល្អកម្មពីអតីតក៏ឲ្យផលថ្ងៃហេងថ្ងៃសោយអាស្រ័យលើកម្មអ្នកអាស្រ័យលើចិត្តអ្នកមិនឋិតនៅលើមាត់គេថាទេបើអ្នកចង់បានថ្ងៃល្អចង់បានថ្ងៃជ័យត្រូវខំសាងល្អល្អដោយកាយល្អដោយវាចាល្អដោយចិត្តហើយបើមានថ្ងៃខ្លះអ្នកជួបរឿងសោយជាថ្ងៃដែលបាបចាស់ឲ្យផលសុំគុំកើតទុក្ខទូមនោះទូមនិញច្រើនពេកអីចិត្តទុកថាជាផលនៃបាបចាស់ហើយខិតខំធ្វើអំពើល្អថ្មីដូចជារំលឹកគុណព្រះរតនត្រ័យថ្វាយគ្រឿងសក្ការៈចំពោះព្រះពុទ្ធជាម្ចាស់ជូនទេយ្យទានចំពោះលោកឪពុកអ្នកម្ដាយដាក់បាតព្រះសង្ឃឬក៏ធ្វើអំពើល្អផ្សេងជាការសាងបុណ្យថ្មីជាឈ្មោះនៃសេចក្តីសុខផ្លូវចិត្តបុណ្យនោះនឹងជួយឲ្យអ្នកបានស្រស់បានសុខហើយអនាគតក៏បានភ្លឺថ្លាដែរជោគជតារាសីរបស់យើងម្នាក់កើតឡើងអាស្រ័យខ្លួនយើងខ្លួនឯងជាអ្នកបង្កើតសូមគុំស្វែងរកសេរីសួស្តីពីខាងក្រៅឡើយបើចង់ឲ្យទេវតាអមនុស្សជួយអ្នកក៏អ្នកត្រូវតែមានបុណ្យឲ្យទេវតានោះជួយដែរបើអ្នកគ្មានបុណ្យសន្សំមកទេគ្មានព្រះអិនព្រះព្រហ្មណាអាចជួយអ្នកបានឡើយទ្រព្យគេទ្រព្យយើងក្នុងដំណើរនៃវដ្តសង្សារនេះមិនដឹងថាយើងម្នាក់ជាប់ជំពាក់កម្មជាមួយអ្នកណាខ្លះធ្លាប់ធ្វើបាបធ្វើអាក្រក់ចងពៀជាមួយគ្នាពីជាតិណាមកទេកំហឹងគំនុំស្អប់ចងអាឃាតគ្នាឬបាបកម្មណាមួយសុទ្ធតែនាំឲ្យមានពៀវេរាកំណើតវិលវល់អន្ទូលទៅមកដល់ពេលណាមួយកម្មនោះនឹងវិលមករកអ្នកវិញពេលកម្មចាស់ឲ្យផលអ្នកក៏ត្រូវជួបរឿងមិនល្អ
ព្រាត់ប្រាសឬខាតលងចុងទៅអ្នកធ្វើបាបកម្មអាក្រក់តែម្ដងទេតែពេលកម្មឲ្យផលមិនមែនឲ្យតែម្ដងទេត្រូវឲ្យការគេថែមទៀតត្រូវទទួលផលកម្មនោះច្រើនដងឬច្រើនជាតិដោយសារចេតនាក្នុងការធ្វើកម្មនោះច្រើនដែរគឺចេតនាមុនពេលធ្វើលោកហៅថាពុព្វចេតនាចេតនាពេលកំពុងធ្វើលោកហៅថាមញ្ញនចេតនានិងចេតនាដែលអ្នកធ្វើឲ្យសប្បាយក្នុងការធ្វើបាបនោះលោកហៅថាអបរចេតនាពេលធ្វើអាក្រក់អ្នកខ្លះសប្បាយណាស់ព្រោះវានាំឲ្យបានទ្រព្យធនបានលៀបបានយសឬឈ្នះគេដោយទង្វើអាក្រក់របស់ខ្លួនតែកុំភ្លេចថាការធ្វើបាបនោះមានឧបមាដូចជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសដូច្នោះឯងឆ្ងាញ់ពីដំបូងតែចុងក្រោយត្រូវពុលស្លាប់យ៉ាងណាមិញទ្រព្យរកដោយការបៀតបៀនអ្នកដទៃជាទ្រព្យក្តៅក្រហាយជាទ្រព្យមានពៀមិនសុខកាយមិនសុខចិត្តឡើយហើយជាប់ពៀវរាវែងឆ្ងាយក្នុងជីវិតបច្ចុប្បន្ននេះផងរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញ